ភាពយន្តរបស់យើងថ្ងៃនេះចាប់ផ្ដើមដោយរឿងព្រេងមួយពីអតីតកាលក្នុងរឿងព្រេងនោះយើងបានស្គាល់រឿងរ៉ាវរបស់អ្នកបោកស្លាប់ដែលធ្លាប់ហោះហើរនិងវាយប្រហារចំពោះសត្រូវគ្រប់ប្រភេទប៉ុន្តែពេលនោះមនុស្សនិងនាគបានរួបរวมគ្នាហើយអាចយកឈ្នះពួកគេបានទោះបីមានអ្វីកើតឡើងក៏ដោយមនុស្សបានក្បត់នាគហើយដាក់ពន្ធនាគារពួកវាដើម្បីយកអំណាចរបស់ពួកវាមកព្យាបាលជំងឺគ្រប់ប្រភេទបន្ទាប់មកយើងបានទៅដល់សម័យបច្ចុប្បន្នហើយយើងឃើញក្រុមមនុស្សមួយកំពុងស្ថិតនៅកន្លែងចោលមួយយើងឃើញឌីអែលមើលទៅសប្បាយចិត្តខ្លាំងហើយយើងបានដឹងថាមូលហេតុនៃភាពរីករាយរបស់គាត់គឺសារធាតុចម្លែកមួយដែលគាត់កំពុងទិញគាត់ស្នើសុំឲ្យមេក្រុមដែលមានឈ្មោះថាឡែននាំនាគរស់មួយមកឲ្យគាត់ប្រាប់ថាបើអាចនាំនាគមកឲ្យគាត់បានគាត់នឹងផ្ដល់ប្រាក់ទាំងអស់ដែលឡែនស្នើសុំប៉ុន្តែពេលនោះឡែនបានបដិសេធសំណើរបស់គាត់ហើយដាក់សារធាតុចម្លែកនោះឡើងលើទេរបស់គាត់នៅពេលនេះអ្នកចាស់ម្នាក់មកពីចម្ងាយហើយយើងឃើញគាត់ទុកកូនស្រីតូចរបស់គាត់នៅទីនោះដោយលូកនាងហើយដើរចេញទៅគាត់ទៅជិះប្រទេសជាមួយឌីអែលហើយពួកគេចេញដំណើរពេលមានមនុស្សម្នាក់នៅទីនោះហ៊ឺសំឡេងកូនស្រីតូចនោះកំពុងស្រែកគាត់បានទៅរកនាងហើយភ្ញាក់ផ្អើលពេលឃើញថាអ្នកថ្មជុំវិញនាងកំពុងហោះនៅលើអាកាសដែលធ្លាក់ចុះដីភ្លាមពេលគាត់ចូលទៅជិតនាងហើយប៉ះនាងម្ខាងទៀតឡែននិងសិស្សរបស់គាត់ចេញដំណើរឆ្ងាយយូរដោយយកកូនស្រីតូចនោះទៅជាមួយដែលនាងនៅតែស្រែកមិនឈប់បន្ទាប់ពីពេលខ្លីពួកគេមកដល់កន្លែងមួយដែលមើលទៅដូចជាគុកនៅទីនោះឡានខឹងខ្លាំងព្រោះកូនស្រីតូចនោះស្រែកហើយផ្ដល់នាងឲ្យអ្នកស្រីចាស់ម្នាក់ដែលជាអ្នកបម្រើរបស់គាត់អ្នកស្រីចាស់នោះរីករាយខ្លាំងជាមួយនាងហើយបានស្គាល់ពីឈ្មោះរបស់នាងតាមខ្សែស្បែកដែលឈ្មោះភេងហើយនាងសម្រេចចិត្តថែទាំនាងរហូតដល់ធំម្ខាងទៀតឌីអែលទៅដល់ម្ដាយរបស់គាត់ដែលកំពុងស្ថិតនៅលើគ្រែស្លាប់គាត់ប្រាប់ម្ដាយថាគាត់នាំឈាមនាគមកព្យាបាលម្ដាយគាត់បញ្ជាឲ្យជំនួយការរបស់គាត់ឈ្មោះវងរៀបចំថ្នាំព្យាបាលសម្រាប់គាត់ទោះជាយ៉ាងណាម្ដាយរបស់ឌីអែលបានបោះបង់ចិត្តទៅហើយស្នើឲ្យគាត់ស្វែងរកថ្នាំព្យាបាលសម្រាប់ខ្លួនឯងបន្ទាប់មកម្ដាយគាត់បានចាក់ចេញពីគាត់ហើយស្លាប់ឌីអែលមានអារម្មណ៍សោកស្ដាយខ្លាំងចំពោះការស្លាប់របស់ម្ដាយហើយស្បត់ថាគាត់នឹងមិនស្លាប់ដោយជំងឺដូចគ្នានោះទេមិនថាអ្វីកើតឡើងក៏ដោយថ្ងៃជាច្រើនកន្លងផុតទៅបន្ទាប់ពីហេតុការណ៍នោះហើយយើងឃើញក្មេងស្រីឈ្មោះភេងបន្ទាប់ពីនាងធំឡើងនៅពេលនេះអ្នកស្រីចាស់ឈ្មោះឡៅមកហើយបញ្ញានាងពីដំណេកដើម្បីឲ្យជួយនាងស្នើឲ្យនាងទៅបញ្ចុះចិញ្ចឹមមាន់ពិតប្រាកដណាស់ភេងទៅរកមាន់ដាក់អាហារឲ្យពួកវាហើយប្រមូលស៊ុបដាក់ក្នុងកន្ត្រកនាងក៏ទៅបញ្ញាមិត្តរបស់នាងផងដែរគឺកណ្ដុរឈ្មោះយូអលហើយផ្ដល់អាហារឲ្យវានៅពេលនោះពួកគេទាំងពីរបានឮសំឡេងហែកខ្លាំងណាស់បន្ទាប់មកភេងបានលួងលោមយូអលហើយយល់ថាខ្មោចកណ្ដុរនោះចង់ញ៉ាំអាហារមុនពេលភេងចាក់ចេញពីទីនោះយូអលលោតចូលក្នុងកន្ត្រកស៊ុតហើយពេលនាងត្រឡប់មកផ្ទះវាក៏លោតចូលក្នុងកន្ត្រកអាហារផងដែរបន្ទាប់មកភេងទាញខ្សែហើយជួយវែវលើកកន្ត្រកអាហារឡើងស្ដាងលើខ្នងវ៉ាវយកកន្ត្រកអាហារទៅជាមួយទៅរកមេដឹកនាំឈ្មោះឡែននិងសមាជិករបស់គាត់ដោយសារតែកន្ត្រកមានទម្ងន់ធ្ងន់ណាស់វាបានធ្លាក់ចេញពីវ៉ាវឡែនខឹងហើយចង់វាយនាងប៉ុន្តែភេងបានចូលមករំខានទាន់ពេលហើយរារាំងគាត់នាងពន្យល់ថានាងជាអ្នកនឹងយកកន្ត្រកទៅផ្ទប់ជំនួសឡៅឡែននិងសមាជិករបស់គាត់បានប្រមាថនាងទោះបីជាយ៉ាងណាពួកគេក៏បង្ខំឲ្យភេងយកកន្ត្រកដែលមានទម្ងន់ធ្ងន់ណាស់សម្រាប់នាងផ្ទុកទោះបីជាភេងនៅតែវ័យក្មេងនិងខ្សោយក៏ដោយនាងក៏អាចផ្ទុកវាហើយដើរទៅជាមួយឡែននិងសមាជិករបស់គាត់បន្ទាប់ពីមួយរយៈពួកគេទាំងអស់គ្នាបានចូលទៅក្នុងវាំងជើងមួយដែលមើលទៅធំទូលាយនិងទេនៅពេលដែលភេងមកដាក់កន្ត្រកចុះនាងភ្ញាក់ផ្អើលណាស់ព្រោះយូអលស្ថិតនៅក្នុងកន្ត្រកនោះភ្លាមនេះឡែនបានមកហើយបោះម្ហូបទាំងអស់ចូលរន់នៅលើដីអកុសលយូអលបានធ្លាក់ចូលទៅជាមួយម្ហូបហើយភេងមិនអាចជួយគាត់បានទេនៅពេលនោះសមាជិករបស់ឡែនបានប្រើអំពើសាហាវនិងហិង្សាខ្លាំងចំពោះនាងហើយបញ្ជានាងឲ្យចេញទៅបន្ទាប់ពីមួយរយៈឡែននិងសមាជិករបស់គាត់បានចាក់ចេញពីវាំងជើងហើយគ្មាននរណាម្នាក់សង្កេតឃើញថាភេងកំពុងលាក់ខ្លួននាងទៅយកខ្សែនិងកន្ទុយកាំបិតហើយលោព្យាយាមព្យួរខ្លួនលើខ្សែរហូតដល់នាងធ្លាក់ចុះលើម្ហូបដោយសារអ្វីដែលនាងបានធ្វើដៃរបស់នាងរងរបួសប៉ុន្តែនាងមានអំណរពេលឃើញយូអលរត់មករកនាងវិញនៅពេលនេះភេងកំពុងតែរន្ធត់ហើយភ្លាមនេះមហែក្រពើមួយបានបង្ហាញខ្លួនហើយចូលមកជិតនាងនៅពេលនោះភេងមើលទៅដូចជាភ័យខ្លាចខ្លាំងណាស់រឿងនេះបន្តរហូតដល់មានក្រពើស្រីមួយទៀតមកជាមួយគ្រាប់ពេជ្រមន្តនាងប្រើអំណាចនៃគ្រាប់ពេជ្រនេះហើយព្យាបាលរបួសរបស់ភេងភ្ញាក់ផ្អើលខ្លាំងចំពោះអ្វីដែលបានកើតឡើងហើយអរគុណក្រពើហើយសួរថាតើពួកគេជាក្រពើដែលនាងបានឃើញក្នុងសុបិនរបស់នាងឬទេក្រពើបង្ហាញឲ្យនាងដឹងថាពួកគេពិតជាក្រពើនោះភេងចូលទៅជិតក្រពើហើយសួរអំពីគ្រាប់ពេជ្រដែលនាងកាន់ប៉ុន្តែបន្តិចក្រោយនាងបានរកឃើញថាវាជាគ្រាប់ស៊ុតមិនមែនគ្រាប់ពេជ្រទេបន្ទាប់ពីមួយរយៈភេងនិយាយលាដល់ពួកគេហើយប្រាប់ថានាងយឺតហើយត្រូវតែទៅបន្ទាប់មកក្រពើចាប់ផ្ដើមជួយនាងហើយឈានដល់ខ្សែ
เพลงเอาคุณปูเกบันติกราวนิงเลงจูปูเกให้ใจนำนาเนื้อเปยบยืงคืนเพลงดานเลอเพลโจตะการกันไหลมวยได้จำไหลให้คืนกลุ่มนูมวยสะอาดคลังในขนมนุสรับแต่กรอบสุดนุเจงมอบปีกลุ่มนูนุให้ฮอตจุ่มเว้งเพลงมันชบนิ่งยกเวียให้แต่งปีโจตะขนมอังรวนมวยในจ้องอังรวนนุยืงคืนบังทมมวยสรับแต่กรอบเปอร์สเรบังหางคลวนให้ปุ่นโยลเอาเพลงดังท่าจีดจุ่มรอยในขนมกรอบสุดนุโจเจ็ดเนียงเพลงพยับเอาปีเอาไว้ได้กรอบเปอร์นิเยนิ่งการกรอบสุดเมื่อคืนจีดจุ่มรอยในขนมเวียให้เรียนดังท่ากอดคือจีโกนเพราะระบบกรอบเปอร์ให้ชมูท่าเคบรรทบมอกกรอบเปอร์ปุ่นโยลเอายิงดังท่ากรอบสุดนี้รุ่ยรอสำหรับเจงปีสมบอกปุ่นแต่วีเตอร์แต่ดอกบังมวยให้ดอยแฮดนี่ให้นิ่งเตอร์ช่วยผูกเกนิ่งนี่เยเลียดอกกรอบเปอร์ให้มุนเปอำนาจระบบกรอบเปอร์บัดวิบันโจตะขนมไซสังวะกุเนียงเพลงพยับเอาคลังจมพูเอาไว้ได้บ้านการลางพลิมนี้เพลงพยับปีดำเนกโดยพยับเอาคลังให้รกคืนท่าไซสังวะระบบเนียนกำปงพลื้หนังเมียนรันจุยได้คลังบรรทบมอกเล่าปุ่นโยลเอายิงดังท่ามูลเหตุในการรันจุยนี้คือโดยซาแต่เมียนกระเปอร์มวยสลับเวเพลงเจนตะกราวเนียนคืนท่าเมียนผิวคลังในเลือเปรียบรมริจเวียงมาขังเตียดแลนหนึ่งเสือระบบกวดเตยกศพกระเปอร์สลับให้จับดามกัดวีเอาใบเจนดำใบลูกเนื้อเปนี้เพลงกำปงมือปูเกเปปูเกทัวแบบนี้ให้เนียนก็ซอกสได้คลังผ่องได้นิ่งจ้องจำบานถากระเปอร์บานสนาสมเอานิ่งจุยปูเกสังครุโกนระบนิ่งเนื้อทนายตีปีมีนกรมรถยนต์ปีเปรียบบาดหมกดอยจิมวยวงได้ทมมวยปูเกบานหมกภูมิโดยสากาสลับระบบกระเปอร์ให้สำหรับเจ็ดดะแลนโจกุบจำนายเพลงยิงยกแต่ดะจูนเนี่ยปรึกษาระบบเปรียบบาดบนโต๊ะมกยืงขยับเอาได้เนี่ยปรึกษานี้คือจีเดียวเนี่ยปรึกษาระบบเปรียบบาดแต่บ้านบัญชีจูนเมบัญชีกายโยธิธาปูเกตเตอร์ยกกระเปอร์เตอร์เอาเปรียบบาดโดยมีชีวิตดำใบไอเชียบากอดบานเป้เพลงเตอร์บมราแต่เอากอดเดียวจับบานฮิวให้ขยับเอาคลังจมปูการุมมีนระบบเมงสไลโตมันเนี่ยในขนมกุกกระเปอร์กอดจื้อเจียฐานนี้จีสัญญาไว้มวยพิเศษกอดมีนกลุ่มเน็ตมวยให้จังสระปิกแต่เลยหัวมุนเป้กอดเฟอร์ดูชเนาะใส่สังวะระบบเพลงบ้านบรรเจงอำนาจเวทมุนมวยให้เรียงกอดเจียวริกรีให้นิยัยท่ากอดบ้านรกขึ้นดมนอสไรแดนหนึ่งเฟอร์เอากระเปอร์โจตะขนมบรรทบคุมกอดยกเพลงหนึ่งเมบัญชีกายโยทีให้ตะการกบอูเกติงออกนีโจตะจิบมันตุบกระเปอร์เดียวสนาเอาเพลงบรรโจกระเปอร์ได้มินชมูทาลองเอาเตอร์จิมวยปูเกตะการเปรียบากอดปุ่นโยลเอานิ่งดังท่าลองกู้จีกระเปอร์จมกรอยในเลือแผ่นใดให้กอดกอดจีกระเปอร์ได้คลังจิงเกขนมปูดกระเปอร์สเตปพองได้เดียวปลาอาวุธได้กอดมีนดังใบสำหรับเพลงปนตายลองกู้ดังหามสไลให้พิเยี่ยมบนเพยปูเกดังใบกาปีเนียงเดียวริกรีให้ปุ่นโยลเอาเมบัญชีกาดังท่าทนายไอลองนังเตอร์จิมวยปูเกตะการเปรียบากกอดบัญชีเอากอดดังท่าเพราะให้จีกอดนังบอกบังจีวิตดังใบช่วยสังครูเพลงปิดประกอบนะเนื้อไงตีปีตีเฮียนบางปุ่นธนีกีอ่อยลองให้จ้องไส้ได้จบกอดนำใบดะโจขนมเตสัตเนื้อเปนูเดียวกับปงการเพลงให้มือกอดปีเลยเวลองเหมือนโยปรมโจกเตสัตนุเตเดียวจับบังคอมเพลงให้ทั่วเอานิ่งลงตกบรรทบหมอกลองเตรบ้านบังคอมเอาโจกเตสัตเพลงมีนอารมณ์ซอกสได้ปรุนิ่งเหมือนจ้องเอากอดเตรเกดะปุ่นธนีกีลอยให้นิ่งก็สไลสำเลงอำนาจดะทมมวยบานเจ้งปีนิ่งบังโฮตีเฮียนแต่งอ้อเนยจุ่มวิญญาณเอาฮอเชนเตอร์ลองจับโยโอกาสนี้เช่นปีเตสัตให้พิเยี่ยมบนพลายนัมโบดังใบตะโรกเนียงกดไอตะเจ็ดเนียงบานให้ยกสุดเช่นปีมอเตอร์บอกกดดังใบดอลเอาเนียงเพ่งประหยับอับกดให้ยกสุดปีกดเนื้อเปนี้ไม่เป็นจีกาติหินบานโลดโจเลอลองให้แอคบังคอมเอากดเทเลมาดองเตียลองบรรทวีประหาติหินได้กำปุงชิเยี่ยมกรุบกรงหนึ่งจองกดจำนายเพ่งยิงยกสุดให้และดังใบกิคลูนบนใต้อกุศลเดียวเคยยิงให้เด้งตามกอดสนาเอาตีเฮียนจับเนียงเดียวนังตีเฮียนกันต่อเด้งตามเพ่งแต่ไอเก็คลูนปีปูเกบานเรื่องนี้บนต่อระหดดอเดียวยกสัฟละอดจำไหลมวยเจนปีใดปิดประกอบนะสัตละอดนุตจะเพ่งให้บานโปลเนียงเนื้อเปนุเดียวเมียนอารมณ์พยับอัลคลังให้นิยทากอดมันทลบเคยเนี่ยไทยจริงจำเนียบแต่เมียนอำนาจอาจกำบังโดยนี้หมกมุนลอยตัวตะเวนเพ่งบัดกาบดาวอารมณ์โดยซาโปลให้กำปุงเงินเคลียปีจงจึงพนมปนใต้เดียวจับเนียงบานมุนเป้เพ่งสลับทำโปมวยเจ้งปีสดให้พิบานิงเวนจมปูลองกดขังอย่างคลังจมปูเตเฮียนให้ไอเก็กคลูนปีปูเกบานบำพลายนัมโบลให้ปรากำลังแต่งอ้อระบอกกดดำใบเตจุยเพ่งแต่อกุศลลองคืนแท่เดียวกับปุงการเพ่งมวยใดให้ได้มวยติดการซุบให้กดกลมริมทานังบอกปุเนียงเจ้งปีจงเจียงพนมเป้ลองโจตะเจ็ดเดียวบ้านบอกปุเนียงแต่ปีเจ้งปีจงเจียงพนม
ឡងប្រាលបឿនលឿនខ្លាំងលោតតាមពួកនាងហើយសម្រេចចិត្តជួយភេងគាត់អាចទៅដល់នាងបានពេលវេលាចុងក្រោយបំពង់ស្លាប់របស់គាត់យ៉ាងធំយកនាងហើយហោះទៅយ៉ាងលឿនម្ដងទៀតយើងសង្កេតឃើញថាឌីអូកំពុងកាន់សុទ្ធដោយខ្សែសត្វល្អិតរបស់គាត់ដែលគាត់ទាញយកសុទ្ធនោះទៅខ្លួនឯងតែគាត់ភ្ញាក់ផ្អើលពេលកំពូលទាហានប្រើព្រួញវាយប្រហារឡងហើយអាចបាញ់ប៉ះស្លាបរបស់គាត់បានបណ្ដាលឲ្យគាត់ធ្លាក់ចុះបន្ទាប់មកមេបញ្ជាការទាហានទៅរកឌីអូហើយស្នើឲ្យគាត់ផ្ដល់សុទ្ធនោះឲ្យគាត់ប្រាប់ថានេះគឺជាគ្រាប់ពេជ្រអមតៈហើយវាល្អជាងសត្វនាគទៀតនៅពេលនោះឌីអូមើលទៅសោកស្ដាយខ្លាំងព្រោះមេបញ្ជាការទាហានយកសុទ្ធពីគាត់បន្ទាប់ពីពេលខ្លីពួកគេរាល់គ្នាបានផ្លាស់ទីហើយសម្រេចចិត្តត្រឡប់ទៅរកព្រះបាទវិញម្ខាងទៀតយើងឃើញឡងដែលកំពុងនឹងបុកដីប៉ុន្តែគាត់ប្រើអំណាចវេទមន្តរបស់គាត់ហើយបញ្ជូនរលកទៅក្នុងបឹងហើយចុះចតលើវាបានយ៉ាងសុវត្ថិភាពគាត់នាំភេងនឹងខ្លួនឯងចេញពីទឹកឡងតាក់ទងជាមួយភេងហើយបញ្ជូននាងឲ្យភ្ញាក់ឡើងវិញភេងភ្ញាក់ផ្អើលព្រោះនាងបានឬគាត់និយាយបន្ទាប់មកឡងប្រាប់នាងថាគាត់មិនបាននិយាយទេតែនាងអាចជួយគាត់ក្នុងចិត្តតាមរយៈការតាក់ទងតាមចិត្តគាត់ថាពួកគេត្រូវជួយសង្គ្រោះខេកូនប្រុសគាត់ក្នុងសុទ្ធគាត់បញ្ជាក់ឲ្យនាងដឹងថាប្រពន្ធរបស់គាត់បានទប់ចិត្តលើនាងហើយនាងត្រូវតែជួយគាត់ពួកគេទាំងពីរចាប់ផ្ដើមចេញដំណើរនៅលើផ្លូវភេងសួរគាត់ថាតើគាត់ដឹងអ្វីមួយអំពីអំណាចដែលបានចេញពីនាងឬទេឡងពន្យល់ឲ្យនាងដឹងថាអំណាចនេះហៅថាអំណាចជីជា power ហើយវាជាធម្មពលវិញ្ញាណដែលមាននៅក្នុងសត្វរស់គ្រប់ប្រភេទហើយមានតែមនុស្សក្រុមតូចមួយប៉ុណ្ណោះដែលអាចប្រើវាបានហើយពួកគេមានឈ្មោះថាអ្នកថែរក្សាក្នុងមាត្រ Dragon Keepers ដោយហេតុនេះនាងត្រូវតែវឹកហាត់ក្នុងការប្រើវាគាត់ប្រាប់នាងថាគាត់ដឹងផ្លូវកាត់មួយហើយពួកគេបានដើរតាមផ្លូវនោះប្រកបណាស់ពួកគេទាំងពីរបានចេញដំណើរទៅរហូតដល់ស្ពានឈើមួយនៅទីនោះភេងមានអារម្មណ៍ភ័យខ្លាំងខណៈពេលនាងកំពុងឆ្លងស្ពាននេះឡងក៏ឆ្លងតាមក្រោយនាងផងហើយធ្វើឲ្យនាងបាត់ការផ្ដោតអារម្មណ៍ដោយសារស្ពានខ្សោយខ្សែស្ពានមិនអាចទ្រាំទ្រទម្ងន់ធ្ងន់របស់ឡងបានទេហើយវាបានបាក់បែកពេលឡងព្យាយាមហោះប៉ះស្លាបរបស់គាត់ត្រូវកាត់ខ្លាំងជាងមុនហើយគាត់មិនអាចហោះឬផ្លាស់ទីពីកន្លែងនោះបានទេប៉ុន្តែសំណាងល្អគាត់បានព្យួរខ្លួនលើខ្សែមួយហើយភេងក៏ព្យួរខ្លួនលើខ្សែដូចគ្នានោះផងប៉ុន្តែអកុសលខ្សែនេះកំពុងនឹងត្រូវកាត់ភេងខឹងហើយបន្តបន្ទោសឡងសម្រាប់អ្វីដែលបានកើតឡើងនៅពេលខ្សែត្រូវកាត់ភេងបានប្រើអំណាចឆៃដោយមិនដឹងខ្លួនបន្តខ្សែភ្ជាប់គ្នាហើយឡើងដល់ចុងស្ពាននៅទីនោះនាងភ្ញាក់ផ្អើលពេលឃើញឡងឡើងមកក្រោយនាងយ៉ាងងាយស្រួលនាងយល់ថាគាត់នាំនាងមកតាមផ្លូវនេះហើយកាត់ស្ពានដោយចេតនាដើម្បីវឹកហាត់នាងឲ្យប្រើអំណាចឆៃបន្ទាប់មកភេងត្រឡប់ទៅបន្តដំណើររបស់នាងជាមួយឡងនៅយប់ពួកគេសម្រេចចិត្តសម្រាករហូតដល់ព្រឹកភេងចាប់ផ្ដើមដេរព្រាវស្លាបរបស់ឡងដែលត្រូវកាត់ខណៈដែលឡងកំពុងស្រែកខ្លាំងដោយសារឈឺចាប់ខ្លាំងនៅថ្ងៃទី2មេបញ្ជាការរបស់ទាហាននិងដេអូបានមកដល់ទីក្រុងពួកគេយកប្រអប់ដែលមានសុទ្ធហើយទៅដាក់ជូនព្រះបាទដែលកំពុងឈឺធ្ងន់និងជិតស្លាប់ព្រះអង្គកូនតូចបានបង្ហាញខ្លួនយកសុទ្ធនោះទៅឲ្យឪពុករបស់គាត់គឺព្រះបាទទើបតែគាត់ប៉ះវាគាត់ចាប់ផ្ដើមស្រូបយកអំណាចរបស់វានៅពេលនោះភេងមានអារម្មណ៍ឈឺហើយប្រាប់ឡងថាខេកំពុងស្ថិតក្នុងគ្រោះថ្នាក់ពួកគេទាំងពីរបានចេញដំណើរយ៉ាងលឿនដើម្បីជួយសង្គ្រោះគាត់បន្ទាប់មកយើងត្រឡប់មកកាន់ព្រះបាទវិញដែលត្រូវបានព្យាបាលរួចហើយដោយសារអំណាចនៃសុទ្ធព្រះអង្គបានអរគុណមេបញ្ជាការនឹងដេអូផងដែរព្រោះពួកគេអាចនាំវាមកជូនព្រះអង្គបានឌីអូចាប់ឱកាសនេះនិងប្រាប់ព្រះបាទអំពីសៀវភៅចាស់មួយគាត់ពន្យល់ឲ្យព្រះអង្គដឹងថាសៀវភៅចាស់នោះបានសរសេរថាពួកគេអាចប្រាសុទ្ធនេះដោយវិធីផ្សេងដើម្បីផ្ដល់ជីវិតអមតៈឲ្យពួកគេបានប៉ុន្តែនៅពេលនោះព្រះអង្គកូនតូចបានផ្អាកឌីអូហើយប្រាប់ថាពួកគេមិនគួរស្វែងរកជីវិតអមតៈទេព្រោះពួកគេគ្រាន់តែជាមនុស្សហើយត្រូវស្លាប់បន្ទាប់ពីរយៈពេលមួយបន្ទាប់មកព្រះបាទបានជឿតាមពាក្យរបស់កូនប្រុសហើយស្នើឲ្យឌីអូឈប់សម្រាកនិងទៅលេងជាមួយសត្វល្អិតរបស់គាត់ព្រោះគាត់មើលទៅនឿយហត់ពីភារកិច្ចដែលគាត់ទើបបញ្ចប់ឌីអូអរគុណព្រះអង្គហើយដើរចេញទៅខណៈពេលដែលគាត់កំពុងខឹងខ្លាំងគាត់ទៅកាន់កន្លែងសម្ងាត់មួយចុះទៅក្រោមដីជិះទូកហើយបើកទៅដោយល្បឿនលឿនបន្ទាប់ពីរយៈពេលមួយឌីអូបានទៅដល់ទីក្រុងធំមួយដែលត្រូវបានបោះបង់ចោលនៅក្រោមដីគាត់ចូលទៅកាន់មន្ទីររដ្ឋបាលរបស់គាត់ហើយអនុញ្ញាតឲ្យសត្វល្អិតត្រឡប់ទៅផ្ទះរបស់ពួកវាវិញនៅពេលនោះជំនួយការរបស់គាត់ឈ្មោះវ៉ាងបានមកដល់យើងចាំថាគាត់គឺជាមនុស្សដែលបានបោះបង់កូនស្រីរបស់គាត់នៅពេលនាងតូចនៅពេលនោះឌីអូមើលទៅខឹងខ្លាំងហើយសួរវ៉ាងថាឧបករណ៍ដែលពួកគេកំពុងធ្វើបានរួចរាល់ហើយឬនៅគាត់ប្រាប់ថាគាត់នៅតែបន្ថែមការកែប្រែចុងក្រោយឌីអូតែងតែគិតថាតើគាត់អាចលួចស៊ុបពីព្រះបាទបានយ៉ាងដូចម្តេចនៅពេលនេះខ្សែសង្វាក់គ្រឿងរបស់វ៉ាងចាប់ផ្ដើមភ្លឺហើយគាត់អាចជឿសំឡេងភេងនិងឡងកំពុងនិយាយគ្នាដោយសារខ្សែសង្វាក់នេះ
អកុសលឌីអូបានសម្គាល់ហើយសួរគាត់ថាតើគាត់នៅតែអាចជាសត្វនាគទៀតឬទេបន្ទាប់មកគាត់មានគំនិតមួយកើតឡើងយ៉ាងរហ័សហើយពួកគេសម្រេចចិត្តបន្ទាប់មកយើងទៅរកភេងនិងឡងដែលឡងពន្យល់ឲ្យនាងដឹងថាពួកគេចិត្តដល់ព្រះវង្សរបស់ព្រះបាទហើយគាត់យកនាងហើយលោតជាមួយទឹកជ្រោះពួកគេធ្លាក់ចូលក្នុងទឹកហើយហែលទឹករហូតដល់កន្លែងមួយនៅក្រោមបឹងនៅទីនោះភេងមើលទៅភ្ញាក់ផ្អើលខ្លាំងចំពោះរូបរាងកន្លែងនោះឡងចាប់ផ្ដើមពន្យល់ឲ្យនាងអំពីគំនូរនៅលើជញ្ជាំងនេះហើយប្រាប់នាងអំពីសង្គ្រាមមួយដែលមនុស្សនិងសត្វនាគបានរួមគ្នាដើម្បីយកឈ្នះអ្នកបណ្ដេញវិញ្ញាណគាត់បញ្ជាក់ឲ្យនាងដឹងថាក្នុងអំឡុងសង្គ្រាមនោះព្រះបាទនាគត្រូវរបួសធ្ងន់ធ្ងរដើម្បីជួយគាត់ពួកគេបានហោះទៅជាមួយគាត់ជំនាញយ៉ាងឆ្ងាយណាស់រហូតដល់បឹងជីវិតដែលអាចព្យាបាលរបួសគ្រប់យ៉ាងឡងមានអារម្មណ៍មិនសប្បាយចិត្តពេលគាត់ឃើញច្រកចូលទីក្រុងក្រំដីត្រូវបានបិទគាត់ពន្យល់ឲ្យភេងដឹងថាមានអង្ការនៅក្រោមទីក្រុងដែលនាំទៅដល់ព្រះវង្សរបស់ព្រះបាទដោយផ្ទាល់ភ្លាមវងបានបង្ហាញខ្លួនអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺគាត់ស្គាល់ឡងហើយឡងក៏ស្គាល់គាត់ដែរព្រោះពួកគេបានចូលរួមសង្គ្រាមប្រឆាំងអ្នកបណ្ដេញវិញ្ញាណជាមួយគ្នាគាត់ក៏ដឹងផងដែរថាពួកគេចង់ចូលទៅក្នុងព្រះវង្សវងចាប់ផ្ដើមប្រើអំណាចជីយកធ្មធំមួយហើយបង្ហាញពួកគេឲ្យឃើញរន្ធតូចមួយនៅលើច្រកទ្វារតែឡងឃើញថាភេងមិនគួរចូលទៅក្នុងព្រះវង្សតែម្ដងទេព្រោះបើធ្វើបែបនោះនាងនឹងធ្វើឲ្យជីវិតរបស់នាងក្នុងគ្រោះថ្នាក់តែវងបានរំលឹកគាត់ថាប្រពន្ធរបស់គាត់ជ្រើសរើសភេងមកជួយពួកគេហើយវាមានន័យថាភេងនឹងអាចយកសុទ្ធត្រឡប់មកឲ្យពួកគេវិញបានឡងត្រូវបានបង្ខំឲ្យយល់ព្រមអនុវត្តភារកិច្ចនេះបន្ទាប់មកយើងទៅឃើញព្រះបាទដែលសួរឲ្យមេបញ្ជាការរៀបចំខ្លួននិងយោធាទាំងអស់ព្រោះនាគនឹងវាយប្រហារពួកគេនៅពេលណាមួយជាក់ជាមិនខានចំពោះព្រះអង្គកូនតូចគាត់សង្កេតឃើញថាសុទ្ធនោះបានចាប់ផ្ដើមបាត់បង់អំណាចរបស់វាហើយដូច្នេះឪពុករបស់គាត់គឺព្រះបាទនឹងត្រឡប់ទៅជាមនុស្សជាវិញម្ខាងទៀតភេងនិងវងបានឈានដល់ទីក្រុងក្រំដីភេងនិយាយជាមួយវងហើយសួរថាតើធ្វើដូចម្តេចគាត់អាចផ្លាស់ទីថ្មបានដោយប្រើអំណាចជីទោះបីវាធំក៏ដោយគាត់បានបកស្រាយឲ្យនាងដឹងថាគាត់អាចបង្រៀននាងអំពីរបៀបប្រើអំណាចជីរបស់នាងគាត់ប្រាប់នាងថាពួកគេត្រូវតែផ្ដោតអារម្មណ៍ព្រោះទីក្រុងនេះមានសពអ្នកអំបិលជាច្រើនហើយអំណាចជីអាចធ្វើឲ្យពួកគេរស់ឡើងវិញបានមុនពេលយើងបន្តខ្ញុំគិតថាអ្នកភ្លេចចុចប៊ូតុង like ចុច like ឥឡូវនេះមិត្តរបស់ខ្ញុំហើយជីឥឡូវនេះផងគាត់ចាប់ផ្ដើមបង្រៀននាងអំពីអំណាចជីទាំងអស់ហើយថាវាមាននៅជុំវិញពួកគេគ្រប់ទីកន្លែងដូចជាតាមផ្លូវខ្យល់និងទឹកពីងគោរពលោកវាងហើយស្រឡាញ់ដែលគាត់យល់ព្រមបង្រៀននាងឲ្យប្រើវានាងក៏អបគាត់ផងដែរលោកវាងស្ងៀមស្ងាត់ព្រោះពីងជាកូនស្រីរបស់គាត់ហើយគាត់បានបោះបង់នាងចោលយូរមកហើយដើម្បីការពារនាងប៉ុន្តែនាងមិនដឹងអ្វីទាំងអស់អំពីរឿងនេះទេពីងចាប់ផ្ដើមហ្វឹកហាត់ប្រើអំណាចជីហើយអាចចាប់បានដំណក់មួយជាមួយវាប៉ុន្តែអកុសលនាងធ្វើខុសហើយប៉ះពាល់ទៅលើអ្នកអំបិលម្នាក់លោកវាងភ័យខ្លាចហើយស្នើសុំឲ្យនាងចេញពីទីនេះមុនពេលកន្លែងនេះក្លាយជាអន្តរាយសម្រាប់ពួកគេគាត់រំលឹកនាងថានាងត្រូវតែទៅដល់ព្រះបាទមុនពេលលោកឡុងវីប្រហារទៅលើទីក្រុងហើយបំភាន់ទាហានពួកគេទាំងពីរយកទូកហើយចេញដំណើរដោយល្បឿនលឿនបន្ទាប់មកយើងទៅរកលោកឡុងដែលកំពុងធ្វើដំណើរទៅកាន់ព្រះរាជវាំងពេលយោធាមើលឃើញគាត់ពួកគេរៀបចំខ្លួនដើម្បីប្រយុទ្ធជាមួយព្រួញជាច្រើនប៉ុន្តែចំពោះពេលលោកឡុងដើរចូលចិត្តជញ្ជាំងគាត់ប្រើអំណាចរបស់គាត់បង្កើតជាជញ្ជាំងទឹកហើយលេចយោធាទាំងនោះគាត់ចូលទៅក្នុងទីក្រុងហើយរត់ពីកន្លែងមួយទៅកន្លែងមួយខណៈពេលជិះវាងព្រួញជាច្រើនដែលកំពុងបោះមកលើគាត់នៅពេលនេះពីងនិងវាងបានទៅដល់ព្រះរាជវាំងនៅទីនោះពីងទុកវាងឲ្យនៅហើយទៅយកសិបដោយលួចចូលទៅម្ខាងទៀតយើងឃើញយោធាកំពុងព្យាយាមបាញ់ឡុងប៉ុន្តែការព្យាយាមទាំងអស់របស់ពួកគេមិនមានប្រយោជន៍អ្វីឡើយព្រោះគាត់លឿនណាស់ហើយអាចជិះវាងព្រួញរបស់ពួកគេបានពេលព្រួញច្រើនត្រូវបានបោះមកលើគាត់ប្រើអំណាចវេទមន្តរបស់គាត់បង្កើតការដាំងពីដំបូលផ្ទះហើយអាចចូលទៅក្នុងព្រះរាជវាំងបាននៅទីនោះគាត់ភ្ញាក់ផ្អើលពេលឃើញមានយោធាច្រើនសន្ធឹកសន្ធាប់បន្ទាប់មកយើងទៅមើលពីងដែលកំពុងលាក់ខ្លួននឹងលួចចូលដើម្បីឲ្យអាណាព្យាបាលមិនឃើញនាងរហូតដល់នាងអាចទៅដល់កន្លែងស្ដេចបានភ្លាមនេះមានដំណឹងមកថាឡុងបានមកដល់ព្រះរាជវាំងបន្ទាប់មកស្ដេចសួរឲ្យមេយោធាចេញទៅប្រយុទ្ធនឹងនាងមេយោធាបានទុកយោធាផ្នែកមួយដើម្បីការពារស្ដេចហើយចេញទៅរកឡុងដែលកំពុងប្រយុទ្ធនឹងយោធានិងយកឈ្នះក្រុមមួយបន្ទាប់ពីក្រុមមួយចំណែកពីងនាងប្រមូលអំណាចចិត្តរបស់នាងហើយទៅរកស្ដេចដើម្បីសុំឲ្យស្ដេចផ្ដល់ពង្នាឲ្យនាងប៉ុន្តែស្ដេចបដិសេធសំណើរបស់នាងហើយបញ្ជាឲ្យអាណាព្យាបាលចាប់នាងទោះជាយ៉ាងណាពីងបានប្រើអំណាចជីហើយវាយប្រហារអ្នកអាណាព្យាបាលទាំងនោះហើយអាចយកឈ្នះពួកគេយ៉ាងងាយស្រួលនាងយកពងនាគហើយចាប់ផ្ដើមគេចខ្លួននាងឡើងទៅលើដំបូលហើយហៃឡុងដើម្បីប្រាប់ថាពងនាគស្ថិតនៅជាមួយនាងក្នុងកន្ត្រកប៉ុន្តែស្រាប់តែនាងត្រូវព្រួញបាញ់ប៉ះហើយកន្ត្រកនោះធ្លាក់ចេញពីដៃនាង
មេយោធីខឹងខ្លាំងព្រោះក្មេងស្រីតូចម្នាក់បានស្លាប់ដោយសារឡុងហើយសម្រេចចិត្តសង្សឹកនិងសម្លាប់ឡុងមិនថាមានវិធីណាក៏ដោយឡុងភ័យខ្លាចបោះបង្គត់ហើយរត់គេចខ្លួនបន្ទាប់មកយើងទៅរកពីងហើយរកឃើញថានាងគ្រាន់តែធ្វើជាថាត្រូវបាញ់ប៉ះប៉ុណ្ណោះនាងយកកាបូបរបស់នាងហើយត្រឡប់ទៅព្រះបរមរាជវាំងម្ដងទៀតហើយប្រើបន្ទប់នៅទីនោះប៉ុន្តែស្រាប់តែមានយាមម្នាក់បង្ហាញខ្លួនហើយវាយប្រហារនាងដោយដាវនិងព្យាយាមសម្លាប់នាងពងនាងក៏ធ្លាក់ចេញពីដៃនាងពីងវាយប្រហារគាត់ដោយអំណាចជីហើយធ្វើឲ្យគាត់សន្លប់ចំពោះទាហានពួកគេយកកន្ត្រកដែលមានពងនាងហើយយកទៅឲ្យកាប៉េតានដែលបើកមើលហើយភ្ញាក់ផ្អើលព្រោះអ្វីដែលនៅខាងក្នុងគឺជាក្រុមពងសត្វតូចយើងត្រឡប់ទៅរកពីងវិញដែលបានរកឃើញថាព្រះអង្គក្មេងបានយកពងនាងពីនាងហើយនាងព្យាយាមយកវាចេញវិញនាងអាចយកវាចេញវិញបានពិតប្រាកដហើយវាគាត់ផងដែរមុននាងចេញទៅព្រះអង្គក្មេងបានបោះដបទឹកខ្មៅនៅក្រោមជើងនាងដើម្បីឲ្យនាងដួលប៉ុន្តែពីងមិនដួលទេនាងចំអកគាត់ហើយដើរចេញទៅបន្ទាប់មកយើងយល់ថាព្រះអង្គក្មេងធ្វើបែបនេះដើម្បីដឹងថានាងទៅណាដោយមើលស្នាមជើងរបស់នាងបន្ទាប់មកពីងចុះចេញពីផ្លូវសម្ងាត់ហើយជូកវាងនាងមើលទៅសប្បាយចិត្តណាស់ព្រោះបានយកពងនាងត្រឡប់វិញវាងរត់តាមនាងហើយចង់បញ្ឈប់នាងប៉ុន្តែគាត់មិនទាន់ចាប់បាននាងទេចំណែកព្រះអង្គក្មេងវិញគាត់ទៅជួបមេបញ្ជាការរបស់ទាហានហើយប្រាប់គាត់ថាតើធ្វើដូចម្តេចដើម្បីឲ្យអាចទៅដល់កន្លែងរបស់ពួកគេបានយើងត្រឡប់មកកាន់ពីងវិញដែលពេលនាងទើបដល់ទូកនាងភ្ញាក់ផ្អើលពេលឃើញមានឌីវនៅទីនោះដែលបានយកសត្វល្អិតពលមួយចេញពីដៃរបស់គាត់ដើម្បីសម្លាប់នាងបន្ទាប់មកហ៊ូចូលមកជួយចាប់សត្វល្អិតនោះហើយស្លាប់ប៉ុន្តែពីងក៏ភ្ញាក់ផ្អើលផងដែរពេលឃើញមានសត្វល្អិតជាច្រើនចូលរួមប្រហារនាងនិងខំនាងអកុសលណាស់វាងមិនអាចធ្វើអ្វីបានទេចំណែកឌីវវិញគាត់ប្រើឱកាសនេះយកសុទ្ធចេញពីនាងហើយឡើងទូករបស់គាត់ដោយសារវាងមានអារម្មណ៍ខុសត្រូវគាត់បានដាក់ថ្នាំចូលទៅក្នុងមាត់របស់ពីងដែលបានសន្លប់រួចហើយវត្តទុកនាងឲ្យនៅទីនោះហើយឡើងទូកជាមួយឌីវបន្ទាប់មកពួកគេចេញដំណើរនៅពេលនេះឡុងបានដល់មុខទ្វាររបស់ទីក្រុងក្រំដេរួចហើយកំពុងរង់ចាំឲ្យពីងនិងវាងយកសុទ្ធមកវិញជាមួយគាត់ចំណែកពីងវិញនាងភ្ញាក់ឡើងវិញដោយសារថ្នាំមុននាងប្រើទូកមេបញ្ជាការរបស់ទាហានបានមកដល់ហើយគំរាមថានឹងសម្លាប់នាងប្រសិនបើនាងប្រើអំណាចរបស់នាងហើយសួរអំពីទីតាំងសុទ្ធនៅពេលនេះឌីវយកសុទ្ធទៅដាក់ក្នុងឧបករណ៍ដែលគាត់កំពុងធ្វើការគាត់និយាយថាគាត់នឹងក្លាយជាមនុស្សខ្លាំងជាងគេក្នុងពិភពលោកហើយពន្យល់ឲ្យវាងដឹងថាឥឡូវនេះគាត់សេរីហើយអាចចេញទៅបានទោះបីជាយ៉ាងណាគាត់បញ្ជាឲ្យសត្វល្អិតពលវាប្រហារគាត់វិញបន្ទាប់មកគាត់ចូលទៅក្នុងឈូសហើយឧបករណ៍នោះចាប់ផ្ដើមដំណើរការហើយចាប់ផ្ដើមទាញអំណាចពីសុទ្ធហើយភ្ជាប់វាទៅឌីវដែលស្ថិតនៅក្នុងឈូសនៅពេលនេះផេងវាងនិងមេបញ្ជាការទាហានបានមកដល់ទីក្រុងក្រំដីនៅទីនោះផេងស្នើឲ្យហ៊ូទៅប្រាប់ឡុងឲ្យដឹងពេលមេបញ្ជាការនឹងផេងមកដល់កន្លែងសុទ្ធពួកគេបានរកឃើញថាឧបករណ៍នោះបានចាប់ផ្ដើមដំណើរការហើយមេបញ្ជាការប្រាប់ផេងឲ្យស្នាក់នៅកន្លែងរបស់នាងបោះបង់នាងចោលហើយចេញដំណើរអកុសលសត្វល្អិតវាប្រហារគាត់ហើយកំពុងនឹងបាញ់ពលគាត់ប៉ុន្តែភីងប្រើអំណាចរបស់នាងហើយជួយសង្គ្រោះគាត់ទាន់ពេលវេលាបន្ទាប់មកនាងទៅពិនិត្យមើលវាងដែលបានសន្លប់ប៉ុន្តែសំណាងល្អគាត់បានផឹកថ្នាំហើយភ្ញាក់ឡើងវិញនៅពេលនេះហ៊ូបានទៅដល់ឡុងហើយប្រាប់គាត់ថាភីងកំពុងស្ថិតក្នុងគ្រោះថ្នាក់ឡុងក្រឡាប់កំហឹងប្រមូលកម្លាំងទាំងអស់របស់គាត់ហើយចាប់ផ្ដើមបំផ្លាញទ្វារមុនពេលយើងបន្តខ្ញុំគិតថាអ្នកភ្លេចចុចប៊ូតុង like ចុច like ឥឡូវនេះមិត្តរបស់ខ្ញុំហើយជីវឥឡូវនេះផងយើងត្រឡប់មកមើលផេងនិងវាងវិញដែលពួកគេចូលទៅក្នុងឧបករណ៍ដើម្បីយកសុទ្ធប៉ុន្តែមេបញ្ជាការបង្អាក់ពួកគេហើយចូលទៅខ្លួនឯងផេងនិងវាងព្យាយាមដើរតាមគាត់ហើយទាញគាត់ចេញមកមុនពេលគាត់ស្លាប់ពួកគេភ្ញាក់ផ្អើលដែលឃើញមេបញ្ជាការមើលទៅចាស់និងជ្រាលជ្រៅយ៉ាងខ្លាំងហើយនេះបណ្ដាលមកពីឧបករណ៍បានបាញ់កម្លាំងទាំងអស់របស់គាត់ចេញពេលផេងចង់ចូលវាងបានបង្អាក់នាងហើយប្រើកម្លាំងរបស់គាត់ព្យាយាមទាញយកសុទ្ធគាត់ប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំងប៉ុន្តែទោះបីជាយ៉ាងណាគាត់មិនបោះបង់ទេហើយប្រមូលកម្លាំងទាំងអស់របស់គាត់ចុងក្រោយអាចយកវាបានគាត់ផ្ដល់វាឲ្យភីងរួចដួលចុះដីហើយស្លាប់ភ្លាមនេះកន្លែងនោះចាប់ផ្ដើមរលំបាក់បែកប៉ុន្តែមេបញ្ជាការបានជួយភីងដោយបោះនាងចេញហើយលោតតាមក្រោយនាងអកុសលឧបករណ៍នោះបានបញ្ចេញកម្លាំងយ៉ាងធំមួយហើយកម្លាំងនេះបណ្ដាលឲ្យអ្នកបណ្ដេញវិញ្ញាណទាំងអស់នៅក្នុងទីក្រុងភ្ញាក់ឡើងវិញអំពើអាក្រក់ធំជាងគេគឺឌីវបានចេញពីមឈូសបន្ទាប់ពីគាត់បានបំលែងខ្លួនទៅជាភ្នែកសត្វសាហាវដែលមានរូបរាងគួរឲ្យភ័យខ្លាចនិងខ្លាំងណាស់គាត់កំពុងខឹងហើយចង់យកសុទ្ធនោះមិនថាវិធីណាទេគាត់វាយប្រហារលើមេបញ្ជាការនិងភេងដោយប្រើថ្មធំមួយប៉ុន្តែភីងអាចទប់ទល់បានហើយបោះថ្មនោះត្រឡប់ទៅលើគាត់វិញពេលឌីវត្រឡប់មកវាយនាងម្ដងទៀតភេងប្រើអំណាចរបស់នាងចាប់គាត់បោះគាត់ហើយទម្លាក់ថ្មលើគាត់ម្ដងទៀត
នាងផ្ដល់សុបមេបញ្ជាការឲ្យស្នើឲ្យគាត់យកវាឲ្យគេខ្លួនទោះបីមេបញ្ជាការភ័យខ្លាចសម្រាប់នាងក៏ដោយគាត់ក៏អនុវត្តតាមពាក្យនាងហើយបន្តប្រើអំណាចរបស់នាងហើយព្យាយាមបំផ្លាញចិត្តគាត់ប៉ុន្តែអ្វីទាំងនេះគ្មានប្រយោជន៍ទេព្រោះឌីវអាចប្រឈមមុខនឹងនាងហើយដាក់នាងក្នុងអន្ទាក់ហើយកំពុងតែប៉ងសម្លាប់នាងនៅពេលវេលចុងក្រោយឡងមកដល់ហើយជួយសង្គ្រោះនាងវាប្រហារលើឌីវហើយពួកគេប្រយុទ្ធគ្នាដោយសាហាវភាពពេញលេញបន្ទាប់មកយើងទៅមើលមេបញ្ជាការរបស់ទាហានដែលភ្ញាក់ផ្អើលដោយការចូលរួមរបស់អ្នកបង្កើតមនុស្សរស់ច្រើនកំពុងវាប្រហារគាត់ពីគ្រប់ទិសទាំងអស់បន្ទាប់មកវាបង្ហាញថាចំនួនរបស់ពួកគេធំណាស់ប៉ុន្តែទោះជាយ៉ាងណាគាត់មិនបោះបង់ទេហើយប្រយុទ្ធដោយកម្លាំងទាំងអស់របស់គាត់យើងត្រឡប់ទៅរកលងវិញដែលកំពុងប្រយុទ្ធជាមួយឌីវដោយកម្លាំងទាំងអស់របស់គាត់ផងដែរប៉ុន្តែឌីវមានកម្លាំងខ្លាំងណាស់ហើយអំណាចរបស់គាត់ក៏កើនឡើងបន្ថែមទៀតផងបន្ទាប់មកលងលោតចូលលើគាត់ចាប់គាត់ហើយពួកគេទាំងពីរធ្លាក់ចូលក្នុងរន្ធឧបករណ៍នោះក៏ធ្លាក់តាមពួកគេផងដែរទោះបីមានអ្វីកើតឡើងក៏ដោយលងអាចចេញពីរន្ធបានប៉ុន្តែអកុសលគាត់បានរងរបួសធ្ងន់ធ្ងរគាត់ស្នើសុំឲ្យពីងរត់គេចចេញពីកន្លែងនោះឲ្យបានលឿនប៉ុន្តែឌីវក៏អាចចេញបានដែរបន្ទាប់ពីគាត់បំលែងខ្លួនជាខ្មោចណាកដែលមានរូបរាងគួរឲ្យភ័យខ្លាចខ្លាំងណាស់គាត់លោតចូលលើឡងវីគាត់ហើយបោះគាត់ចុះដីមុនពេលគាត់សម្លាប់ឡងហ៊ូចូលមកជួយរត់លឿនឡើងលើគាត់ខំគាត់ហើយបំបៅអារម្មណ៍គាត់ឲ្យជំរុងចម្រាស់ពីងចាប់ឱកាសនេះហើយទៅស្នើសុំឲ្យឡងវីប្រហារឌីវដោយប្រើអំណាចឈីទាំងអស់លងភ្ញាក់ផ្អើលព្រោះបើធ្វើបែបនេះអំណាចរបស់ឌីវនឹងកាន់តែខ្លាំងឡើងប៉ុន្តែពីងស្នើឲ្យគាត់ជឿទុកចិត្តលើនាងពិតប្រាកដណាស់ពួកគេទាំងពីរចាប់ផ្ដើមវីប្រហារឌីវដោយប្រើអំណាចឈីទាំងអស់នៅពេលនោះឌីវរីករាយណាស់ព្រោះអំណាចរបស់គាត់កាន់តែខ្លាំងហើយរាងកាយក៏ធំឡើងផងដែរពួកគេទាំងពីរបន្តផ្គត់ផ្គង់ធម្មពលឲ្យគាត់រហូតដល់រាងកាយគាត់ធំយ៉ាងខ្លាំងហើយកាន់តែធំឡើងលងចាប់ឱកាសយកពីងនិងហ៊ូរត់គេចចេញពីកន្លែងនោះដែលកំពុងចាប់ផ្ដើមបាក់បែកនិងរលំទាំងស្រុងឌីវបន្តធំឡើងរហូតដល់ផ្ទុះហើយធម្មពលឈីចេញមកបំផ្លាញអ្នកបោកស្លាប់ទាំងអស់បន្ទាប់មកមេបញ្ជាការរបស់ទាហានទៅរកពីងហើយយកស៊ុបមកប្រគល់ឲ្យនាងពីងនិយាយលាដល់គាត់ហើយចេញដំណើរជាមួយឡុងពួកគេឡើងទៅលើពុកនៅទីនោះឡុងពន្យល់ឲ្យនាងដឹងថាខ្យល់នឹងជួយដឹកនាំពួកគេទៅកន្លែងបឹងដែលស៊ុបនឹងហាកបន្ទាប់ពីពេលខ្លីពួកគេដល់កោះដែលពួកគេចង់ទៅឡុងធ្លាក់ចុះដីពីព្រោះអស់កម្លាំងខ្លាំងហើយពន្យល់ឲ្យពីងដឹងថាដោយសារប្រយុទ្ធគាត់រងរបួសធ្ងន់ធ្ងរគាត់ស្នើសុំឲ្យនាងយកស៊ុតហើយចូលទៅក្នុងផ្ទះថ្មនេះហើយប្រាប់នាងថានាងនឹងឃើញបឹងនៅចុងផ្ទះថ្មឧបប្រកបណាស់ពីងអនុវត្តតាមពាក្យរបស់គាត់ហើយចេញដំណើរយ៉ាងលឿននៅចុងផ្ទះថ្មនាងឈានដល់បឹងហើយដាក់ស៊ុតចូលទៅក្នុងបឹងដែលវាចុះទៅជ្រៅហើយភ្លឺរលោងមកដល់ពេលនេះមករងតូចឈ្មោះកៃចេញមកដែលវាអោបពីងហើយរីករាយជាមួយនាងខ្លាំងណាស់ពេលពួកគេចេញពីផ្ទះថ្មទើបតែឃើញមានព្យុះខ្លាំងមួយកំពុងកើតឡើងហើយគាត់យល់ថាដូច្នេះឡុងក៏នឹងស្លាប់ហើយតែទៅអបឪពុករបស់គាត់ដែលកំពុងស្ថិតនៅចុងជីវិតពីងក៏ទៅពិនិត្យមើលគាត់ដែរបន្ទាប់មកឡុងប្រាប់នាងថាគាត់នឹងស្លាប់ហើយព្រោះរបួសរបស់គាត់ធ្ងន់ធ្ងរណាស់ពីងប្រាប់គាត់ថាប្រសិនបើគាត់ទៅដល់បឹងជីវិតរបួសរបស់គាត់នឹងជាសះស្បើយប៉ុន្តែឡុងប្រាប់នាងថាគាត់មិនអាចហោះបានទៀតទេហើយស្នើឲ្យនាងថែរក្សាកាយនិងចិញ្ចឹមគាត់ពីងខ្លាយជាសោកស្ដាយខ្លាំងហើយយំប៉ុន្តែនាងក៏មិនបោះបង់ដែរនាងចាប់ផ្ដើមប្រើអំណាចជីរបស់នាងយកលងលើកឡើងហោះឡើងលើមេឃនាងនាំគាត់ទៅដល់បឹងជីវិតយើងឃើញឡុងពេលគាត់ចុះចូលក្នុងបឹងហើយរបួសរបស់គាត់ក៏ជាសះស្បើយវិញហើយគាត់ក៏អាចហោះឡើងវិញបានពីងនិយាយលាដល់គាត់ហើយចេញដំណើរទៅបន្ទាប់ពីមួយរយៈយើងឃើញពីងបន្ទាប់ពីនាងត្រឡប់ទៅពន្ធនាគារយ៉ាស់មកវិញចុងក្រោយពីងរស់នៅជាមួយមិត្តភ័ក្តិរបស់នាងហ៊ូនិងកៃដោយសុភមង្គលនិងសន្តិភាពបន្ទាប់ពីនាងអាចជួយសង្គ្រោះយក្សចុងក្រោយនៅលើផែនដីពីគ្រោះថ្នាក់បានកុំភ្លេចជីវ Channel និងបើកកណ្ដឹងជូនដំណឹងដើម្បីទទួលបានវីដេអូថ្មីបំផុត